ប្រទេសអ៊ីរ៉ង់បានចេញផ្សាយផែនទីថ្មីមួយដែលបញ្ជាក់អំពីការគ្រប់គ្រងរបស់ខ្លួនលើច្រកសមុទ្រហូម៉ូសនៅពេលនេះដោយអាជ្ញាធរច្រកសមុទ្រឈូងសមុទ្រប៉េកដែលជាទីភ្នាក់ងារអ៊ីរ៉ង់ដែលបានបង្កើតឡើងដើម្បីធ្វើការគ្រប់គ្រងសំណើនៅក្នុងការសុំឆ្លងកាត់បានចេញផ្សាយផែនទីថ្មីមួយដែលបញ្ជាក់អំពីការគ្រប់គ្រងរបស់ប្រទេសអ៊ីរ៉ង់លើច្រកសមុទ្រហូម៉ូសយោងទៅតាម Reuters ម្ចាស់កប៉ាល់ដែលចង់ចាកចេញពីតំបន់នេះនៅតែប្រឈមជាមួយនឹងនីតិវិធីនៅក្នុងការអនុញ្ញាតនិងការទូតដ៏ស្មុគស្មាញបំផុតនៅពេលបច្ចុប្បន្នមានព័ត៌មានបានបង្ហាញថាសមាជិកនាវិកចំនួន 20,000 នាក់នៅលើកប៉ាល់ប្រហែលជា 2,000 គ្រឿងមិនអាចចាកចេញពីតំបន់នេះបានទេមនុស្សជាច្រើនទទួលស្គាល់ថាពួកគេកំពុងតែប្រឈមមុខជាមួយនឹងបញ្ហាយ៉ាងធ្ងន់ធ្ងររួមទាំងកង្វះខាតចំណីអាហារទឹកសាបនិងប្រាក់ឈ្នួលចំពេលដែលមានការព្រួយបារម្ភនិងមានការភ័យខ្លាចនៃការវាយប្រហារបន្ថែមទៀតរវាងសង្គ្រាមសហរដ្ឋអាមេរិកអ៊ីរ៉ង់អ៊ីស្រាអែលសមាជិកនាវិកជាច្រើនបានបង្ហាញថាពួកគេបានរស់នៅដាច់ដោយឡែកនៅលើកប៉ាល់អស់រយៈពេលជិត 3 ខែមកហើយនេះគឺបន្ទាប់ពីអ៊ីរ៉ង់បានធ្វើការបិទច្រកសមុទ្រហូម៉ូសដែលជាផ្លូវនៅក្នុងការដឹកជញ្ជូនប្រេងដ៏សំខាន់មួយរបស់ពិភពលោកបន្ទាប់ពីការវាយប្រហារទៅលើអ៊ីរ៉ង់ដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលត្រឡប់ទៅថ្ងៃទី 28 ខែកុម្ភៈវិញសហព័ន្ធកម្មករដឹកជញ្ជូនអន្តរជាតិបានសង្កត់ធ្ងន់ថាស្ថានភាពសម្រាប់នាវិកកំពុងកាន់តែយ៉ាប់យ៉ឺនទៅហើយនេះរួមបញ្ចូលទាំងប្រាក់ស្នួលដែលមិនទាន់បានបង់និងកង្វះខាតសម្ភារៈនិងហានិភ័យនៃការវាយប្រហារដោយមីស៊ីលរបស់ប្រទេសអ៊ីរ៉ង់សមាជិកនាវិកជាច្រើនបានតាក់ទងបន្តដើម្បីធ្វើការសុំជំនួយទន្ទឹមនឹងនេះដែរប្រទេសជាច្រើននៅក្នុងឈូងសមុទ្រប៉េកឥឡូវនេះគឺកំពុងតែពួកគេបានចាប់ផ្ដើមផ្ដល់ការផ្គត់ផ្គង់និងការបង្វិលបុគ្គលិកសម្រាប់ក្រុមនាវិកជាប់គាំងនៅក្នុងតំបន់តាក់ទងជាមួយនឹងវត្តភាពនៃការចរចាសន្តិភាពនៅពេលថ្មីនេះរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Marco Rubio បានបង្ហាញថាការចរចាជាមួយនឹងអ៊ីរ៉ង់មានវត្តភាពខ្លះហើយសហរដ្ឋអាមេរិកនៅតែតាក់ទងជាមួយនឹងប៉ាគីស្ថានដែលបានបង្កើននឹងការបម្រើការសម្របសម្រួលដ៏ល្អបន្តបន្ទាប់លោកបានបន្ថែមថាប្រធានាធិបតីអាមេរិកលោក Donald Trump ចង់ឈានដល់កិច្ចព្រមព្រៀងដ៏ល្អមួយដោយផ្ដោតសំខាន់លើអ៊ីរ៉ង់ដែលមិនមានអាវុធនុយក្លេអ៊ែរក៏ដូចជាការពិភាក្សាអំពីការបន្តបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមនិងការបើកច្រកសមុទ្រហូម៉ូសផងដែរលោក Rubio ក៏បានបន្ថែមថាពួកគេកំពុងតែធ្វើការចរចាជាមួយនឹងក្រុមមនុស្សដែលពិបាកនៅក្នុងការដោះស្រាយណាហើយប្រសិនបើគ្មានអ្វីផ្លាស់ប្ដូរទេរដ្ឋាភិបាលសហរដ្ឋអាមេរិកបានសង្កត់ធ្ងន់ថាផែនការបន្ទាប់គឺចាំបាច់ទន្ទឹមនឹងនេះដែរក្រុមចរចាកាតាក៏បានមកដល់ទីក្រុងប្រទេសអ៊ីរ៉ង់រដ្ឋធានីអ៊ីរ៉ង់កាលពីម្សិលមិញដើម្បីជំរុញកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកដោយដំណើរទស្សនកិច្ចនេះមានគោលបំណងជួយភាគីទាំងពីរឈានទៅដល់កិច្ចព្រមព្រៀងចុងក្រោយដើម្បីធ្វើការបញ្ចប់ជម្លោះបើទោះបីជាប៉ាគីស្ថានគឺជាអ្នកសម្របសម្រួលដ៏សំខាន់ចាប់តាំងពីជម្លោះបានចាប់ផ្ដើមក៏ដោយការវិលត្រឡប់មកតួនាទីសំខាន់របស់ប្រទេសកាតាបានឆ្លុះបញ្ចាំងអំពីឋានៈរបស់ប្រទេសជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈមបូព៌ាការងើបឡើងវិញរបស់ប្រទេសកាតានៅក្នុងវិស័យនេះកើតឡើងទោះបីជាមានការបាញ់មីស៊ីលពីមុនរបស់ប្រទេសអ៊ីរ៉ង់ក៏ដោយហើយក្រោយមកយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿងត្រូវបានបញ្ជូនទៅវាយប្រហារនៅប្រទេសកាតាដោយកំណត់គោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលហើយក៏មានរោងចក្រអុកស្មានធម្មជាតិរាវដែលបណ្ដាលឲ្យមានការនាំចេញអុកស្មានធម្មជាតិរាវរបស់កាតាមានការថយចុះរហូតដល់ 17% ផងដែរទន្ទឹមនឹងនេះសហរដ្ឋអាមេរិកក៏បានធ្វើឲ្យប្រសើរឡើងនៅទំនាក់ទំនងរបស់ខ្លួនជាមួយនឹងកាតាដោយពេលថ្មីនេះក៏ត្រូវបានកំណត់ថាជាសម្ព័ន្ធមិត្តមិនមែនជា NATO ហើយកាតាក៏ជាទីតាំងនៃមូលដ្ឋានទ័ពអាកាសដ៏សំខាន់របស់សហរដ្ឋអាមេរិកផងដែរទន្ទឹមនឹងនេះមេដឹកនាំមេបញ្ជាការកងទ័ពប៉ាគីស្ថានក៏បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ផងដែរដើម្បីធ្វើការពិភាក្សាជាមួយនឹងមន្ត្រីអ៊ីរ៉ង់អំពីការចរចាបន្តកិច្ចចរចាដើម្បីបញ្ចប់ជម្លោះដំណើរទស្សនកិច្ចនេះបានកើតឡើងចំពេលទំនាក់ទំនងការទូតបន្តបន្ទាប់រវាងប៉ាគីស្ថាននិងអ៊ីរ៉ង់ដើម្បីដោះស្រាយជម្លោះនិងគ្រប់គ្រងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតសន្តិភាពនិងសន្តិសុខនៅតំបន់មជ្ឈមបូព៌ាផងដែរទោះជាយ៉ាងណាក៏ដោយប្រភពព័ត៌មានអ៊ីរ៉ង់ក៏បានបង្ហាញថាភាគីទាំងពីរនៅតែមិនអាចឈានទៅដល់កិច្ចព្រមព្រៀងរួមជាមួយគ្នាបាននោះទេទោះបីជាវាត្រូវបានទទួលស្គាល់ថាបរិយាកាសនៃការចរចាបានរីកចម្រើនក៏ដោយបញ្ហានៃការសម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនិងការគ្រប់គ្រងច្រកសមុទ្រហូម៉ូសរបស់ប្រទេសអ៊ីរ៉ង់នៅតែជាចំណុចសំខាន់មួយនៅក្នុងជម្លោះផងដែរសូមអរគុណសម្រាប់ការទស្សនារបស់លោកអ្នកសូមកុំភ្លេចចុច Subscribe ឬក៏ចុចសញ្ញាកណ្ដឹង Like និង Share ដើម្បីកុំឲ្យខកខាននៅព័ត៌មានថ្មីៗផងដែរ